ក្រសួងធនធានទឹកនិងអូតូនិយមសេចក្តីជូនដំណឹងស្តីអំពីការអនុវត្តវិធានការសន្សំសំចៃទឹកនិងថាមពលអគ្គិសនីក្រសួងធនធានទឹកនិងអូតូនិយមសូមជូនដំណឹងដល់គ្រប់នាយកដ្ឋានអង្គភាពចំណុះក្រសួងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាអាជ្ញាធរទន្លេសាបនិងគ្រប់មន្ទីររាជធានីខេត្តនៃក្រសួងធនធានទឹកនិងអូតូនិយមទាំងអស់សូមចូលរួមអនុវត្តវិធានការសន្សំសំចៃទឹកនិងថាមពលអគ្គិសនីនៅតាមទីតាំងការិយាល័យដោយការយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីចូលរួមអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលលើការសន្សំសំចៃការប្រើប្រាស់ទឹកនិងថាមពលអគ្គិសនីក៏ដូចជាកាត់បន្ថយការចំណាយថវិកាជាតិលើការប្រើប្រាស់ទឹកនិងថាមពលអគ្គិសនីក្នុងន័យនេះក្រសួងធនធានទឹកនិងអូតូនិយមសូមធ្វើការណែនាំដូចខាងក្រោមនេះគ្រប់ម៉ាស៊ីនត្រជាក់និងអំពូលភ្លើងត្រូវបិទមុនពេលចេញពីបន្ទប់ធ្វើការគ្រប់កុំព្យូទ័រម៉ាស៊ីនបោះពុម្ពឬម៉ាស៊ីនថតចម្លងត្រូវបិទពេលឈប់ប្រើប្រាស់លើកលែងឧបករណ៍ឬម៉ាស៊ីនកុំព្យូទ័រ server ដែលផ្ទុកទិន្នន័យព័ត៌មានចាំបាច់24ម៉ោងលើ24ម៉ោងពេញមួយសប្តាហ៍គ្រប់ឧបករណ៍និងសម្ភារៈអេឡិចត្រូនិកគ្រប់ប្រភេទត្រូវបិទមុនពេលចេញពីបន្ទប់ធ្វើការភ្លើងបំភ្លឺនៅតាមបរិវេណទីតាំងការិយាល័យត្រូវបើកនិងបិទទៅតាមពេលវេលាចាំបាច់កុំបើកភ្លើងចោលបើគ្មានការចាំបាច់ក្រសួងធនធានទឹកនិងអូតូនិយមមានក្តីសង្ឃឹមទុកជាមុនថាគ្រប់នាយកដ្ឋានអង្គភាពចំណុះក្រសួងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាអាជ្ញាធរទន្លេសាបនិងគ្រប់មន្ទីររាជធានីខេត្តនៃក្រសួងធនធានទឹកនិងអូតូនិយមទាំងអស់នឹងចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាមិនខានថ្ងៃសុក្រពីកើតខែចែកឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី20មិនិនាឆ្នាំ2026សូមអរគុណ